ចិត្តយើងនឹងវាតែងតែតោងយកអារម្មណ៍ដែលវាមកប៉ះទប់ឃើញរូបឬសំឡេងដឹងក្លិនអីចឹងទៅវាតែងតែរត់រអារម្មណ៍នឹងជារឿយបើយើងមិនបានគ្រប់គ្រងវាឲ្យស្រួលបួលទេវាគិតទៅពីដើរទីណាត់ទីណែងខឹងគេខឹងឯងឬសំឡេងនេះនិយាយដើមខឹងមួម៉ៅឃើញអីមិនល្អនឹងទឹះទាស់ដៅកាហាយហើយដល់ចឹងវាកើតរោគវាកុហលកាហាយវាមួម៉ៅយូរកើតទៅជាជំងឺផ្លូវចិត្តអីជាដើមហ្នឹងដោយសារយើងបដោយចិត្តហ្នឹងឲ្យរត់ទៅរឿងខាងក្រៅហ្នឹងច្រើនពេកយើងអត់សូវបង្កល់ចិត្តឲ្យនៅក្នុងអំពើល្អកិច្ចការងារដែលត្រូវធ្វើបុណ្យកុសលនឹកដល់គុណពុកគុណម៉ែនឹកដល់អំពើល្អដែលគេបានធ្វើហើយសម្លឹងមើលអ្វីដែលយើងមានជាជាងយើងដេកកោតទុកជាមួយនឹងអ្វីដែលយើងអត់ហើយដូរពីខឹងអានេះថាអញ្ចេះអានោះថាចុះមកចង់យកពេលវេលាសម្រាប់អានសិភៅធម៌អប់រំចិត្តស្ដាប់ពាក្យទូមាននៅក្បែរសប្បុរសកល្យាណមិត្តមនុស្សល្អដែលនាំរឿងតិចរឿងចម្រើនឲ្យយើងណាយើងមិនស្អប់គុំគួនអីគេទេព្រោះគាត់ថាចិត្តយើងវានៅវាដូចថាស្រួចស្រាវចិត្តនឹងវាប៉ះអីទៅមួម៉ៅប៉ះអីទៅមួម៉ៅបើយើងទម្លាប់ចិត្តនឹងមួម៉ៅតូចចិត្តអន់ចិត្តខឹងរឿងសំរាល់ថ្ងៃទៅយូរទៅយើងប៉ះអត់បានទេខ្លាយទៅជាមនុស្សលហុងខ្ចីចាក់តិចក៏ចេញជ័រនឹងពិបាកខ្លួនយើងអញ្ចឹងតើយើងហ៊ានទាញដូចថាសម្លឹងឃើញថាកំហឹងមួម៉ៅក្តៅក្រហាយគុំគួនតូចចិត្តអន់ចិត្តហ្នឹងវាជាភ្លើងដុតយើងឯងអញ្ចឹងគុំសិននៅក្បែរវាកងចិត្តមកនៅនឹងប្រតនត្រ័យពុទ្ធពធប្រសង្ឃមកនឹងអំពើល្អធ្វើទានធ្វើកុសលនៅក្បែរជាមួយនឹងសប្បុរសស្ដាប់ធម៌រឿយទៅវាភ្លេចអារឿងមួម៉ៅក្តៅក្រហាយឲ្យចិត្តហ្នឹងវាសំភាពតិចតិជុំចិត្តយើងហ្នឹងវាឧបមាដូចជាកុងធនាគារអញ្ចឹងបើយើងអាសាចាយច្រើនខ្ចីលុយគេច្រើនជពាក់គេច្រើនបើយើងសំទៅយើងមានលុយច្រើននៅក្នុងកុងយ៉ាងណាចិត្តរបស់យើងនឹងបើយើងអាសាមួម៉ៅចំណែនស្អប់ខឹងគុំគួននិយាយដើមឈ្នានេះគេវាកើនណារឿងក្តៅក្រហាយបើយើងបដោតមកពើល្អការប្រឹងប្រែងតស៊ូមានមេត្តាករុណាខន្តីឃើញដំណើរជីវិតនឹងវាមានឡើងវាមានចុះមិនរំជើបរំជួលពេកទេឃើញអំពីសត្វលោកនឹងមានទទួលរងឥទ្ធិពលពីកម្មចាស់ផងពីកម្មថ្មីផងมันអាចមានវាសនាដូចគ្នាម្ដងឡើងម្ដងចុះចឹងហ៎ចឹងមិនតូចចិត្តមិនអន់ចិត្តអីពេកទេរៀនទទួលស្គាល់ការពិតនៃជីវិតទៅយើងសុខយើងវាអត់ច្បុកច្បល់វិលវល់ជាមួយនឹងរឿងរាវខាងក្រៅតែរឿងរាវខាងក្រៅកើតជាតិណាក៏ជួបដែររឿងគេសរសើររឿងគេនិន្ទាពេលខ្លះចំណេញពេលខ្លះខាតពេលខ្លះគេចូលចិត្តពេលខ្លះជួយចិត្តនឹងកើតជាតិណាក៏មានដែររឿងអញ្ចឹងប៉ុន្តែសំខាន់គឺយើងរឿងខាងក្រៅនឹងរលកយើងទៅខាត់សមុទ្រមិនឲ្យរលកខាត់បានទេប៉ុន្តែយើងត្រូវរក្សាចិត្តរបស់យើងរៀនស្វែងយល់អំពីជីវិត
រៀនស្វែងយល់អំពីដំណើរនៃហេតុផលទៅនឹងហើយរឿងខាងក្រៅធម្មតាទេរឿងល្អក៏ទទួលយកបានរឿងមិនល្អក៏ទទួលយកបានហើយដោះស្រាយហើយទៅមុខទៀតអានឹងទើបយើងមិនស្មុគស្មាញច្រើនជីវិតយើងម្នាក់ហ្នឹងវាមានពេលខ្លះជួបរឿងល្អទៅមានពេលខ្លះជួបរឿងមិនសូវល្អទៅអាចជាដំណើរធម្មជាតិនៃជីវិតគ្មានអ្នកណាអាចគេចផុតបានទេអ្នកទូចអ្នកធំអ្នកបួសសូម្បីតែព្រះសម្មាសម្ពុទ្ធដែលថាជាអ្នកកំពូលអ្នកមានបុណ្យហ្នឹងក៏គេចមិនផុតពីពេលខ្លះត្រូវគេជេរពេលខ្លះពិបាករកចង្ហាន់ឆាន់អញ្ចឹងទៅហើយទៅដល់ណាក៏មិនអាចគេចផុតពីរឿងមិនល្អនឹងដែរកុំគិតថាចាំមើលអញទៅធ្វើការងារនោះទៅមើលទៅសុកហើយអូយអញទៅនៅស្រុកនេះទៅលែងមានទុកហើយអញបានចេះមកលែងមានទុកអាហ្នឹងវាបានមកពេលវាត្រូវផ្លាស់ប្ដូរជាច្បាប់ធម្មជាតិអនិច្ចំច្បាប់នៃការប្រែប្រួលហ្នឹងអញ្ចឹងវាតលថារៀនសម្របខ្លួនដូចទឹកអញ្ចឹងវាហូរទៅកន្លោះកលៀនណាក៏វាហូរទៅរួចដែរជីវិតហ្នឹងក៏ត្រូវរៀនទទួលស្គាល់ការពិតពេលខ្លះជួបរឿងល្អយើងមានសទ្ធាកំណត់ដឹងថានឹងជាផលបុណ្យល្អយើងធ្លាប់ធ្វើបុណ្យកុសលចាំម៉ាយចាំឪធ្វើទានរក្សាសិលមានមេត្តាចម្រើនដោយកុសលធម៌សម្ពីបុណ្យច្រើនមកក៏បានជួបរឿងល្អស៊ីមានបានគេស្រឡាញ់គេចូលចិត្តប៉ុន្តែវាមិនចឹងទាំងអស់រហូតណាវាត្រូវពេលខ្លះថ្ងៃខ្លះរកស៊ីខាតថ្ងៃខ្លះត្រូវជួបគ្រោះថ្នាក់ថ្ងៃខ្លះត្រូវគេឬគេជេរមិនដឹងរឿងអីចឹងទៅអាហ្នឹងវាតតែកំណត់ដឹងថាពេលខ្លះវាមានរឿងមិនល្អអញ្ចឹងមានសទ្ធាមួយកំណត់ដឹងថានឹងជាផលហើយហេតុរបស់វាមិនល្អបាបកម្មធ្លាប់កັບកេងធ្លាប់និយាយដើមធ្លាប់កុហកបោកប្រាស់ធ្លាប់គំរោះគំរើយឲ្យម៉ែឪអីចឹងទៅអញ្ចឹងពូជមិនល្អហ្នឹងវានាំឲ្យជួបផលមិនល្អរឿងមិនល្អហើយបើយើងអង្គុយមួម៉ៅជាមួយនឹងរឿងហ្នឹងអាហ្នឹងបាបថ្មីថែមក្តៅក្រហាយររឿងចងគំនុំគុំគួនអីចឹងទៅបាបថ្មីហ្នឹងបង្កើតពូជមិនល្អថ្មីសម្រាប់ផ្ដល់ផលមិនល្អទៅមុខទៀតតើយើងរៀនកំណត់ដឹងថាជីវិតហ្នឹងវាដូចជាទឹកអាឡោកវាឡើងវាចុះវាជារឿងធម្មជាតិនៃទឹកអាឡោកជីវិតហ្នឹងវាឡើងចុះអញ្ចឹងដែរជួបហើយក៏ដោះស្រាយទៅពឹងពាក់គេខ្លះហើយដោះសេចក្តីទុកពីក្នុងចិត្តថាអ្វីវាមិនចេះតែបានដូចចិត្តទេប្រឹងប្រែងបន្តទៅទៀតទៅកុំតុកសិចកុំអស់សង្ឃឹមកុំអង្គុយស្ដីបន្ទោសអ្នកនេះអ្នកនោះហើយកុំឲ្យវាច្បោកច្បល់ទៅជារឿងគិតខុសទៅជារឿងធ្វើអញ្ចេះទៅបាត់ចង្រៃធ្វើអញ្ចោះទៅផុតគ្រោះអញ្ចឹងចេះតែហក់លោតផុតពីសទ្ធាក្នុងការជឿកម្មផលហ្នឹងជួនកាលវាទៅជាគេបោកប្រាស់អីផ្សេងទៅមិនបានកំណត់ដឹងថាយើងមានពូជមិនល្អយើងទទួលផលមិនល្អមិនអាចអ្នកណាមកខាត់ខាំងរារាំងបានទេហើយបើយើងចង់បានផលល្អយើងប្រឹងប្រែងសំពូជល្អពីឥឡូវទៅហើយរឿងកម្មពីអតីតយើងមិនអាចទៅលុប
បំបត្តិបាននេះសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គនៅទទួលផលនៃកម្មចាស់នឹងដែរត្រូវចុកខ្នងត្រូវគេពមៀលដុំថ្មទេវទត្តពមៀលដុំថ្មមកត្រូវជើងព្រះអង្គបែកឈាមអញ្ចឹងទៅត្រូវធ្លាក់ព្រះលោហិតអីចឹងទៅអានឹងព្រះផងទៅខាត់កម្មខ្លួនឯងនឹងខាត់មិនបានផងអញ្ចឹងឲ្យមានកម្មសកតាសទ្ធាថាសទ្ធាជឿជាក់មុតមមមួយថាសត្វលោករួមទាំងយើងគ្រប់គ្នានឹងប្រព្រឹត្តទៅតាមកម្លាំងកម្មអំពើដែលយើងបានធ្វើទាំងអតីតទាំងបច្ចុប្បន្នយើងអាចកែប្រែជោគវាសនាយើងទៅអនាគតបានប៉ុន្តែយើងត្រូវចាប់ផ្ដើមសាងហេតុល្អពីឥឡូវទៅយើងមិនអាចផ្ដេកផ្ដួលទៅលើកម្មពីអតីតទាំងស្រុងឯងតែកាលណាយើងមានសទ្ធាមុតមមអញ្ចឹងយើងអត់ច្បោកច្បល់យើងអត់ដូចថាផ្អើលតាមគេអ្នកនេះឮចេះអ្នកនោះឮចោះចេះតែជួលច្រាលទៅឯងខ្ញុំជាអ្នកសម្រេចជោគវាសនាជីវិតរបស់ខ្ញុំទង្វើរបស់ខ្ញុំជាអ្នកចាត់ចែងជោគវាសនាឲ្យខ្ញុំជាម្ចាស់ជីវិតម្ចាស់ជោគវាសនាអាហ្នឹងមានសទ្ធាមុតមមអញ្ចឹងយើងអត់ច្បោកច្បល់យើងអត់ផ្ដេកផ្ដួលទៅរឿងអីផ្សេងទេអាហ្នឹងសទ្ធាប្រកបវិជ្ជាក្នុងពុទ្ធសាសនាធ្វើឲ្យយើងរឹងប៉ឹង